chồng ai chồng con nông
ពេញធំយកចាំវិញ13រោបាទគេសួរទីសិនវិញជួបយកវិញ12រោហើយដូចខ្ញុំធ្លាប់បាននិយាយចឹងខ្ញុំថាជួនកាលតាមួយទៅណាទៅចង់បំផុតតែកុំឲ្យពេញកូនសិស្សខ្ញុំទីជាសម្ដីរបស់ខ្ញុំដែលនិយាយជាយើងយកព្រោះខ្ញុំម្នាក់ឯងទិញបាយឆាមីឆាហូបបានតែទេចឹងទៅប្រសំនេះអាចទៅទិញលេបានទេចំណាយច្រើនត្រូវប្រើប្រាស់ច្រើនចឹងទៅអរគុណញោមទាំងអស់ដែលទោះបីខ្ញុំសិននៅតែញោមមកជាមកវត្តនេះជួបខ្ញុំក៏អីមិនជួបខ្ញុំក៏អីបាទសម្រាប់តែជួបប្រសំគេទៅទៀនដល់ប្រសំតែគឺខ្ញុំមានសេចក្តីរីករាយថាញោមហើយបើចូលចិត្តខ្ញុំអាណិតខ្ញុំស្រឡាញ់ខ្ញុំតើតែស្រឡាញ់កូនសិស្សខ្ញុំសិនបាទបើលោកស្រឡាញ់ខ្ញុំដោយក្តីរីករាយក្នុងការដែលខ្ញុំធ្លាប់ទេសនាធ្លាប់ធ្វើអ្វីៗជាប្រយោជន៍សម្រាប់សាសនានេះខ្ញុំយកដល់តែស្ដីសពកូនសិស្សខ្ញុំនៅในខសាជាមកដល់ហើយខ្ញុំឥឡូវនេះខ្ញុំបានទំនេរបានមកទៀតដែលលោកខ្ញុំធ្វើការងារចាំជីវិតខ្ញុំខ្លះដល់ដល់ដែរចាំដែរដល់វាថាចូលទៅស្គាល់ជីវិតហ្នឹងហើយបាទតែនេះជាផ្លូវដែលខ្ញុំជ្រើសរើសទេខ្ញុំចង់ដាក់ជីវិតហ្នឹងយ៉ាងម៉េចនៅបន្តពីការសិក្សាហ្នឹងគឺបាទមានញោមថាអត់ខានហើយហើយសាមញ្ញអត់ខានហើយហើយមិនទុំខានទេតែចាស់ខានបានហើយបាទគេឃើញគេថតជាប់thôi trên đi nhôm để thoát xuống nhôm nên là phải dây nên cái đơn hai nhôm nó lọc nhẹ cho nên nhôm sau bao phương cái đó thì sẽ nhận cả sẽ ra hai tập nhôm họ phương nơi trực hành về quốc gia về lọc cái một nhôm là nơi lỗ lọc chăn bài nhịp nhôm là lọc nia lọc từ tua nơi cái trái buôn bằng nhịp nhôm là lọc nia cho nên nhôm là lại sau phương bài thế rồi bay bài một sông bài một cha chạy tuôn người quản riêng rồi riêng còn chỉ phương rồi bỏ nhiệt độ thì bỏ nè xem mà xem nhiệt nhông không đôi cay một ca không đôi tí sừng thấy đi lòng na bị về tầng nô lên tầng đôi lần đi lên tầng hai tháng một lại được trong không đi cho lần na trong sự cần tha nhiệt độ là to nên người ta bị tổn thương nhóm rồi về ra để chia sẻ và năng những cái sự vào cả là từ hàng một tiền á trong sống bị tổn thương cả hai để giảm nhóm có lên để cho trắng để quân rồi bó nhiệt độ càng lại thì sẽ quân rồi bó quân sạch này như để bàn chui trong chui thần lòng nơi chui thần lòng tư sẵn đạp trong cả nhà trong bán ở bên kia sẵn đạp chuột tư tân học chân cả đời chủ đẹp quân sạch na trong cả nhà trong bán là tân ta xong cả đời học thì chân đặc biệt là suy nhiên tết nam của tôi nơi phép chia và xong suy nhiên chân và xong một thông xong bây giờ cái đó xong từ sát na và bây giờ cái đó bây năm là ngay thì đi đại cả đời tết na nhưng tết năm đi tô lại năm đi trong mình đọc trong năm đấy trong tết na để cho tới trong ta quân bao nhiêu nhau
để sống hai đối tượng đi diễn nhôm này lâu hà mình xuống mình sơ cụ bỏ cái nhà ra sống diễn nhôm người ta cái đồ lục nhặt chồng ai chồng chồng không
ជាផ្សារហើយមិនអីទេ
ណាយច្រើនត្រូវប្រើប្រាស់ច្រើនចឹងទៅអរគុណញោមទាំងអស់ដែលទោះបីខ្ញុំសឹកនៅតែញោមមកជើងមកវត្តនេះជួបខ្ញុំក៏អីមិនជួបខ្ញុំក៏អីបាទចំណែកតែជួបប្រសងគេតែទានដល់ប្រសងទៅគឺខ្ញុំមានសេចក្តីរីករាយអាញោមហើយបើចូលចិត្តខ្ញុំអាណិតខ្ញុំស្រឡាញ់ខ្ញុំតើតែស្រឡាញ់កូនសិស្សខ្ញុំសិនបាទបើលោកស្រឡាញ់ខ្ញុំដោយក្តីរីករាយក្នុងការដែលខ្ញុំធ្លាប់ទេសនាធ្លាប់ធ្វើអ្វីៗដែលជាប្រយោជន៍សម្រាប់សាសនានេះចឹងយោងដល់ការដែលស្រឡាញ់សពកូនសិស្សខ្ញុំនៅនេះផងសាធុមកផងហើយខ្ញុំឥឡូវនេះខ្ញុំអាចទំនេរបានមកញឹកក្រែលោកខ្ញុំប្រមូលការងារចិញ្ចឹមជីវិតខ្ញុំខ្លះនៅដល់វាដល់វាតាចូលទៅស្គាល់ជីវិតហ្នឹងហើយបាទបណ្ដានេះជាផ្លូវដែលខ្ញុំជ្រើសរើសទេខ្ញុំចង់ដល់ជីវិតហ្នឹងយ៉ាងម៉េចនៅបន្ទាប់ពីការសិក្សាហ្នឹងគឺបាទមានញោមខ្លះអត់ថាហើយសាលវិញអត់ថាហើយតែមិនទុំថាទេតែចាត់ថាបានហើយបាទគេឃើញគេថតជាប់ខូចក្រេឌីតញោមដែលថតជាមួយខ្ញុំហ្នឹងណាតែនិយាយតែទៅដល់ណាខ្ញុំទាំងអស់គ្នាចឹងថាខ្ញុំសូមអរគុណម្ដងទៀតសម្រាប់ការស្ដាប់ខ្លះហើយក៏ខ្ញុំអរគុណនៅចង្ហាន់នៅអ្វីគ្រប់យ៉ាងដែលធ្លាប់ប្រទានមកខ្ញុំតែនៅលោកធ្លាប់ឆាន់បាយញាតិញោមទាំងអស់គ្នាធ្លាប់ទទួលនៅបច្ច័យ4របស់ញាតិញោមទាំងអស់គ្នាអញ្ចឹងខ្ញុំមិនអាចសងគុណបានទេសងគុណដល់អស់ទេព្រោះទោះបីបាយមួយដុំបាយមួយចានបច្ច័យ4 1000រៀល100រៀលក៏ជាគុណរបស់ញាតិញោមទាំងអស់គ្នាអញ្ចឹងបើសិនជាខ្ញុំខុសដោយកាយវិការខុសដោយទីសម្ដីអីត្រង់ណាពីពេលទៅលោកឬក៏ដូចឥឡូវនេះឬក៏នៅថ្ងៃខាងមុខដែលលោកខ្ញុំខុសអីចំណុចណាខ្ញុំសង្ឃឹមថាញាតិញោមទាំងអស់គ្នាមេត្តាអភ័យទោសដល់ខ្ញុំព្រោះពេលខ្លះដែលជាប្រសពអត់ណាស់នឹងមានកាយវិការមិនគួរអបកើតឡើងទៅខាងមុខទៀតណាខ្ញុំសូមអភ័យទោសទុកឲ្យហើយម្យ៉ាងខ្ញុំក៏នៅតែចងចាំនៅគុណរបស់ញាតិញោមទាំងឡាយជាពិសេសគុណរបស់ពុទ្ធសាសនាយើងដែលបានជួយចិញ្ចឹមជួយចម្រងផ្លូវជួយចម្រងទិសសម្រាប់ខ្ញុំប្រកាសថាខ្ញុំបានក៏ដូចជាសម្រាប់ជនទូទៅទាំងអស់អញ្ចឹងការដែលជំពាក់គុណសាសនាខ្ញុំកណាត់ខ្ញុំបានមិនដឹងដល់សងយ៉ាងម៉េចអស់ទេចឹងតែមានតែជាយាមទេសនាបញ្យលនៅភេទជាប្រសងជាយាមចិញ្ចឹមប្រសងឧបត្ថម្ភប្រសងដើម្បីជាកិច្ចតបស្នងសងគុណសាសនាបានរយៈពេល13ឆ្នាំហ្នឹងហើយនៅទីនេះតែការដែលទេសនាខ្ញុំទេតាំងពីតូចម្លេះតាំងពីខ្ញុំអាយុ14ឆ្នាំម្លេះខ្ញុំទេសនាហើយចឹងទៅខ្ញុំគិតថាគុណរបស់ញាតិញោមខ្ញុំមិនអាចសងបានតែសូមការយកយល់ពីញាតិញោមតែលោកថាមិនសូវគួរបកអីយ៉ាងណាសូមញាតិញោមមេត្តាពីតូចគេយកលោកចាស់អ្នកស្រឡាញ់ខ្ញុំខក Hello នារីណាស្រឡាញ់
ขอเชิญกัน